សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel ចេញលង2ដែលរឿងរ៉ាវរបស់យើងនៅថ្ងៃនេះគឺនិយាយអំពីប្អូនស្រីម្នាក់នៅពេលដែលគាត់នឹងបានទៅមុជទឹកនៅខាងក្រោយផ្ទះរបស់គាត់ហើយកំឡុងពេលដែលគាត់បានទៅនោះគឺគាត់បានជួបហេតុការណ៍ដ៏រន្ធត់នឹងរឿងគួរឲ្យខ្លាចខ្លាំងមែនទែនហើយហេតុការណ៍នីមួយៗដែលគាត់បានជួបនឹងវាពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនហើយបន្ទាប់ពីគាត់បានជួបហេតុការណ៍នោះតើប្អូនស្រីគាត់ទៅជាយ៉ាងណាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាហើយadminក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នានឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មានម្នាក់មួយផងដើម្បីទទួលបាននូវសាច់រឿងរបស់យើងបន្តទៀតតោះអញ្ចឹងយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺវាបានកាត់ឡើងទៅលើប្អូនស្រីម្នាក់ហើយប្អូនស្រីម្នាក់ហ្នឹងគាត់ក៏បានយករឿងដែលគាត់បានជួបប្រទះហ្នឹងយកទៅប្រាប់បងស្រីរបស់គាត់អញ្ចឹងរឿងរ៉ាវរបស់យើងថ្ងៃនេះគឺបងស្រីរបស់គាត់ហ្នឹងគឺជាអ្នកនិយាយប្រាប់អញ្ចឹងហើយរឿងរ៉ាវហ្នឹងផងដែរគឺវាបានកាត់ឡើងកាលពីកំឡុងឆ្នាំ2022យើងនេះឯងហើយរឿងរ៉ាវហ្នឹងគឺវាបានកាត់ឡើងទៅលើប្អូនស្រីម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះអញ្ចឹង admin ក៏សូមដាក់ឈ្មោះគាត់ថាប្អូនស្រីលីតាដែលប្អូនស្រីលីតាហ្នឹងគាត់គឺជាអ្នករស់នៅក្នុងខេត្តកំពង់ធំហើយគាត់ថាបងប្អូនរបស់គាត់ទាំងអស់គ្នាហ្នឹងគឺមានចំនួន3នាក់ដែលបងស្រីរបស់គាត់ហ្នឹងគឺជាបងស្រីច្បងដែលគាត់ហ្នឹងគឺមានគ្រួសារហើយសម្រាប់ប្អូនលីតាហើយនឹងបងរបស់គាត់ម្នាក់ទៀតហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹងគឺកំពុងតែនៅរៀននៅឡើយនោះទេអញ្ចឹងគឺមានតែបងស្រីរបស់បងលីតាតែម្នាក់ទេដែលគាត់មានគ្រួសារហើយអញ្ចឹងយើងនិយាយអំពីផ្ទះរបស់គាត់វិញដែលគាត់ថាផ្ទះរបស់គាត់ហ្នឹងគឺជាផ្ទះមួយដែលរស់នៅក្នុងភូមិដែលមានប្រជាជនហ្នឹងគឺវារៀងច្រើនគួរសមដែរចំណែកផ្ទះរបស់ប្អូនលីតាហ្នឹងផងដែរគាត់ថាដីផ្ទះរបស់គាត់ហ្នឹងគឺវាមានប្រវែងវែងខ្លាំងមែនទែនអញ្ចឹងផ្ទះរបស់ម៉ាក់របស់ប្អូនលីតាហ្នឹងគឺគាត់ហ្នឹងធ្វើនៅខាងមុខហើយផ្ទះដែលនៅខាងក្រោយហ្នឹងគឺជាផ្ទះរបស់បងស្រីរបស់ប្អូនលីតាហ្នឹងឯងដែលផ្ទះរបស់ម្ដាយរបស់ប្អូនលីតាហ្នឹងគឺជាផ្ទះប្រភេទជាផ្ទះថ្មខាងក្រោមហើយខាងលើជាប្រភេទឈើចំណែកផ្ទះបាយរបស់គាត់ហ្នឹងគឺនៅផ្នែកខាងក្រោយដោយឪពុករបស់ប្អូនលីតាហ្នឹងគាត់ធ្វើជាចក្រានបាយនៅផ្នែកខាងក្រោយហើយគាត់ធ្វើជាបង្អួចមួយរាងធំគួរសមដែរដើម្បីឲ្យមានខ្យល់ចេញចូលឬនៅពេលដែលពួកគាត់ធ្វើម្ហូបអាហារម្ដងហ្នឹងគឺមានផ្សែងសម្រាប់ហុយចេញហុយចូលណាពុកម៉ែបងប្អូនហើយចំណែកបន្ទប់ទឹកវិញគឺនៅក្បែរកន្លែងចក្រានបាយនឹងតែម្ដងហើយចំណែកនៅក្រោយផ្ទះរបស់ប្អូនលីតានឹងទៀតសោតណាគឺនៅខាងក្រោយហ្នឹងគាត់ថាគឺមានដើមស្វាយចំនួន2ដើមដែលដើមស្វាយហ្នឹងគឺវាមានដើមធំខ្លាំងមែនតើហើយដែលមានដើមឈើម្ដងទៀតហ្នឹងគាត់ថាដូចជាដើមទឹកដោះគោណាពុកម៉ែបងប្អូនអញ្ចឹងគាត់ថាដើមទឹកដោះគោហ្នឹងក៏វារាងធំដែរហើយគាត់ថានៅខាងក្រោយហ្នឹងគឺជាផ្ទះរបស់បងស្រីរបស់គាត់ហើយគាត់ថាពួកគាត់ទាំងអស់គ្នាហ្នឹងគឺរស់នៅកន្លែងក្នុងភូមិហ្នឹងគឺយូរណាស់មកហើយពួកគាត់ហ្នឹងក៏មិនដែលជួបរឿងឬក៏ហេតុការណ៍ចម្លែកអីទៀតដែរមានថ្ងៃមួយហ្នឹងប្អូនស្រីលីតាហ្នឹងគាត់ក៏បានជួបហេតុការណ៍ចម្លែកមួយដោយគាត់ថានៅថ្ងៃហ្នឹងប្រហែលជាម៉ោង 7-9 យប់ពេលហ្នឹងប្អូនស្រីលីតាហ្នឹងគាត់ក៏បានដើរទៅកន្លែងចក្រានបាយកន្លែងបន្ទប់ទឹកហ្នឹងដើម្បីទៅមុជទឹកប៉ុន្តែនៅពេលដែលគាត់បានដើរទៅដល់ជិតកន្លែងបន្ទប់ទឹកហ្នឹងដើរដល់ត្រង់ចំណុចដែលកន្លែងមានប្អូចហ្នឹងណាបងប្អូនពេលហ្នឹងគឺដូចមានអ្វីម្យ៉ាងចឹងបានធ្វើឲ្យប្អូនលីតាហ្នឹងងាកទៅកន្លែងប្អូចពេលដែលគាត់ក្លេទៅកន្លែងប្អូចហ្នឹងស្រាប់តែប្អូនស្រីលីតាហ្នឹងគាត់គឺបានឃើញស្មៅប្តីប្រពន្ធ2នាក់ណាដែលជាខ្មោចគាត់ថាស្មៅហ្នឹងគឺឃើញតែមួយផ្លែតនោះទេពេលហ្នឹងប្អូនស្រីលីតាគឺគាត់នៅរៀងក្មេងដែរណាកាលហ្នឹងគាត់ថាគឺគាត់ទើបតែមានអាយុប្រហែលជា 8-9 ឆ្នាំតែប៉ុណ្ណោះអញ្ចឹងពេលដែលគាត់ដើរទៅគឺគាត់ឃើញស្មៅអញ្ចឹងគាត់ក៏អត់ចាប់អារម្មណ៍ដែរថាវាជាស្មៅអីគេណាក្រោយមកគាត់ក៏បានដើរចូលទៅបន្ទប់ទឹកដើម្បីមុជទឹកមុជអីនៅពេលដែលប្អូនស្រីលីតាគាត់បានមុជទឹកហើយគាត់ក៏បានដើរចេញពីបន្ទប់ទឹកដើរមកដល់កន្លែងចំណុចកន្លែងប្អូចហ្នឹងវិញទៀតស្រាប់តែពេលហ្នឹងប្អូនស្រីលីតាគាត់ក៏បានក្លែងទៅកន្លែងប្អូចហ្នឹងគឺគាត់បានឃើញខ្មោចប្តីប្រពន្ធ2នាក់តែគាត់ថាមុខខ្មោចប្តីប្រពន្ធ2នាក់ហ្នឹងណាគួរឲ្យខ្លាចខ្លាំងមែនទែនមុខប្រឡាក់សិតតែឈាមហើយស្លៀកឈុតសហើយកំពុងតែសម្លឹងមកមើលប្អូនលីតាដែលគាត់កំពុងតែនៅខាងកន្លែងចក្រានបាយហ្នឹងហើយគាត់ថានៅពេលដែលគាត់ឃើញខ្មោចហ្នឹង
គាត់ថាឡើងខ្លាចហើយឡើងគៀងនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងពេលហ្នឹងបងអូនសេរីតាគាត់ថាពេលហ្នឹងគាត់ឡើងបែកញើសជោគពេញខ្លួនហើយព្រោះដោយសារតែពេលដែលគាត់បានឃើញហ្នឹងគឺមិនមែនមួយទេគឺខ្មោចហ្នឹងគឺគាត់បង្ហាញខ្លួនឲ្យបងអូនសេរីតាឃើញហ្នឹងម្ដងពីរតែម្ដងហើយគាត់ថាខ្មោចពីអ្នកប្តីប្រពន្ធហ្នឹងគឺវាបានយកដៃវាហ្នឹងលោកមកបំរុងនឹងចាប់ដៃបងអូនសេរីតាប៉ុន្តែពេលហ្នឹងបងអូនសេរីតាលក្ខណៈថាគាត់ហ្នឹងរៀងដូចថាខំប្រឹងរើដែរណាពេលហ្នឹងគាត់ក៏ព្យាយាមរើបានគាត់ក៏ស្រែកណាពុកម៉ែបងប្អូនពេលហ្នឹងពេលដែលគាត់ស្រែកហើយហ្នឹងសំឡេងហ្នឹងក៏បានលឺទៅបងស្រីរបស់គាត់ពេលហ្នឹងបងស្រីរបស់គាត់ក៏បានដើរមកកន្លែងបន្ទប់ទឹកហ្នឹងពេលដែលគាត់បានឃើញហ្នឹងគឺបានឃើញតែប្អូនស្រីតាកំពុងតែឈរនៅកន្លែងបន្ទប់ទឹកហ្នឹងឡើងស្ងៀមហ្មងគឺអត់មានកម្រើនោះទេហើយដល់ពេលគាត់ក្លេចទៅមើលជុំវិញហ្នឹងគឺអត់មានឃើញអីនោះទេហើយគាត់ក៏បានទៅសួរប្អូនស្រីគាត់ថាមិនបានឈរនៅហ្នឹងឡើងស្ងៀមអញ្ចឹងហើយមិនបានស្រែកឡើងមកវ៉ាឡើងផ្អើលអ្នកផ្ទះអញ្ចឹងណាហើយគាត់សួរប្អូនស្រីរបស់គាត់ថាមានរឿងអីមែនពេលហ្នឹងប្អូនស្រីតាគាត់ក៏បាននិយាយរឿងប្រាប់បងស្រីរបស់គាត់ដែលគាត់ថាគាត់បានឃើញខ្មោចពីរនាក់ប្តីប្រពន្ធនៅឈរខាងក្រៅប្អួយហ្នឹងណាហើយគាត់ថាមុខវាពីរនាក់ហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតើពេលហ្នឹងបងស្រីរបស់ប្អូនលីតាហ្នឹងណាគាត់ក៏បានមើលទៅក៏អត់ឃើញទេហើយគាត់ក៏បាននិយាយប្រាប់ប្អូនគាត់ថាបងឯងស្វាងភ្នែកអីបងមកមើលអត់មានឃើញអីផងហ្នឹងពេលហ្នឹងប្អូនស្រីលីតាគាត់ក៏បានប្រាប់បងស្រីរបស់គាត់ថាវាគឺបានឈរនៅខាងក្រៅប្អួយអីអញ្ចឹងទៅប៉ុន្តែបងស្រីរបស់គាត់ក៏គាត់មើលដែរតែគាត់ថាគាត់មើលអត់ឃើញណាគាត់ក៏បានដើរចូលទៅក្នុងផ្ទះវិញហើយនៅយប់នោះផងដែរហ្នឹងប្អូនស្រីលីតាហ្នឹងគាត់ក៏បានឡើងទៅកន្លែងលើផ្ទះរបស់គាត់ហើយគាត់ក៏បាននិយាយរឿងដែលគាត់បានជួបចេញពីកន្លែងបន្ទប់ទឹកហ្នឹងយកទៅនិយាយប្រាប់ឪពុកម្ដាយរបស់គាត់ពេលហ្នឹងឪពុកម្ដាយរបស់គាត់គឺអត់ជឿគាត់នោះទេគាត់ថាសម័យហ្នឹងឯងនៅមានខ្មោចមានអីមកពីណាទៀតគាត់នៅនឹងឡើងរាប់ឆ្នាំហើយគាត់មិនដែលឃើញអីផងណាពេលហ្នឹងគាត់ក៏អត់មាននិយាយអីច្រើនទៀតដែរអញ្ចឹងក្រោយពីរឿងដែលគាត់បានជួបនឹងហើយគាត់ថាម្លងទៅបានប្រហែលជា 3-4 ថ្ងៃទៀតហ្នឹងពេលហ្នឹងគឺជាយប់មួយដែលប្រហែលជាគាត់ថាម៉ោងប្រហែលជា 7-9 យប់ណាពេលហ្នឹងម៉ាក់របស់ប្អូនលីតាហ្នឹងគាត់ក៏បានប្រើឲ្យប្អូនលីតាហ្នឹងទៅហៅបងស្រីរបស់គាត់ដែលនៅផ្ទះខាងក្រោយហ្នឹងអញ្ចឹងនៅកន្លែងខាងក្រោយផ្ទះរបស់ម៉ាក់របស់ប្អូនលីតាហ្នឹងគឺមានដើមស្វាយចំនួន2ដើមហើយនឹងដើមមួយទឹកដោះគោមួយដើមណាអញ្ចឹងគាត់នៅពេលហ្នឹងគឺគាត់ហ្នឹងបានដើរកាត់ត្រង់ចំណុចហ្នឹងអញ្ចឹងគាត់ថានៅពេលដែលគាត់បានដើរទៅដល់កន្លែងហ្នឹងគឺគាត់ថាមានអារម្មណ៍ថាដូចកំពុងតែមានណាគេហ្នឹងមើលមកកាន់គាត់អញ្ចឹងហើយគាត់ថាកន្លែងដើមស្វាយហ្នឹងកន្លែងដើមទឹកដោះគោហ្នឹងគឺត្រជាក់ខ្លាំងមែនទែនហើយគាត់ថានៅពេលហ្នឹងគាត់ក៏បានក្លែកទៅមើលកន្លែងដើមឈើដែលនៅខាងក្រោយផ្ទះរបស់គាត់ហ្នឹងគាត់ក៏បានក្លែកទៅមើលកន្លែងដើមស្វាយហ្នឹងពេលដែលគាត់ក្លែកទៅណាពុកម៉ែបងប្អូនគឺគាត់បានឃើញខ្មោចស្រីម្នាក់ដែលមុខវាប្រឡាក់សិតតែឈាមហើយដៃខ្មោចស្រីម្នាក់ហ្នឹងគឺកំពុងតែបីកូនក្មេងមួយនៅក្នុងដៃគឺរបៀបថាគាត់បីយល់នៅខាងក្រោមកន្លែងដើមស្វាយហ្នឹងណាពុកម៉ែបងប្អូនហើយគាត់ថាដល់ពេលគាត់ក្លែកទៅមើលលើដើមស្វាយហ្នឹងគឺគាត់បានឃើញខ្មោចប្តីវាហ្នឹងកំពុងតែអង្គុយលើដើមស្វាយហ្នឹងហើយគាត់ថាពេលដែលគាត់បានឃើញខ្មោចពីរនាក់ប្តីប្រពន្ធហ្នឹងពេលហ្នឹងគឺគាត់ខ្លាចខ្លាំងមែនតើណាពុកម៉ែបងប្អូនរបៀបថាគាត់ខ្លាចផងគាត់ភ័យផងហើយគាត់ថាមកពេលដែលគាត់ឃើញមកផ្លែតហ្នឹងគឺគាត់ឡើងរបៀបថាឡើងញ័រដៃឡើងញ័រជើងហ្មងពេលហ្នឹងហើយបន្តមកទៀតគាត់គឺអត់បានរត់ទៅផ្ទះបងស្រីរបស់គាត់នៅខាងក្រោយទេគាត់រត់មកផ្ទះខាងមុខវិញណាពុកម៉ែបងប្អូនហើយគាត់ក៏បាននិយាយប្រាប់ម៉ាក់គាត់ថាគាត់មិញហ្នឹងដើរទៅខាងក្រោយមិញហ្នឹងគឺគាត់បានឃើញខ្មោចពីរនាក់ប្តីប្រពន្ធកំពុងតែនៅកន្លែងដាំស្វាយហើយនៅកន្លែងដើមទឹកដោះគោនៅខាងក្រោយផ្ទះហ្នឹងហើយគាត់ថាគឺគាត់បានឃើញខ្មោចពីរនាក់ប្តីប្រពន្ធហ្នឹងកំពុងតែអង្គុយកំពុងតែឈរនៅកន្លែងដើមនៅខាងក្រោយផ្ទះរបស់យើងហ្នឹងហើយគាត់ថាមុខវាអាក្រក់ខ្លាំងមែនទែនហើយនិយាយទៅកន្លែងហ្នឹងម៉ាក់របស់គាត់គឺអត់ជឿប្អូនលីតានោះទេរបៀបថាគាត់ថាសម័យហ្នឹងហើយនៅតែមានខ្មោចមានអីទៀតអញ្ចឹងណាហើយពេលហ្នឹងប្អូនលីតាគាត់ក៏អត់មាននិយាយអីប្រាប់ម៉ាក់គាត់ទៀតដែរគ្រាន់តែគាត់និយាយរឿងដែលគាត់បានជួបនឹងប្រាប់ម៉ាក់ប៉ារបស់គាត់អញ្ចឹងទៅហើយនៅយប់ហ្នឹងផងដែរហ្នឹងណាប្អូនស្រីលីតាហ្នឹងគាត់ក៏បានឡើងទៅលើផ្ទះតែគាត់ថាយប់ហ្នឹងគឺគាត់អត់ទាន់ដេកនោះទេរបៀបថាគាត់ដើរទៅដើរមកនៅក្នុងផ្ទះហ្នឹងណាស្រាប់តែពេលមកគាត់អត់អស់ចិត្តណាបងប្អូនគាត់ក៏បានដើរទៅអាកន្លែងនៅខាងលើផ្ទះហ្នឹងគាត់ក៏បានបើកប្អួយមើលទៅកាន់អាកន្លែងដើមនៅខាងក្រោយផ្ទះហ្នឹងពេលដែលគាត់បើកប្អួយហ្នឹងមើលទៅតិចទេ
quạt khử bàn khơi không mỏi pro nắng á cứ viên nắng cặp bông tàng côi nên lơ đám chơi nắng tạm đòn hay có tha pe để quạt khơi mà đón nắng á view của ai khai chân nó pe để quạt bàn khơi lượng môn được tiền có tham đó nó pe để quạt khơi nhá cứ khai chừng môn lơ đào bộ mày mà bồn vậy tới sập hiệp để quạt khơi nhá việc của ai khai mình tên còn là quạt khơi chẳng hái na quạt cặp bàn dọc rương để quạt bàn khơi nhá vô tơ phẹp mạ pa có tiền pe nắng mạ pa là bọc quạt là việc tha quạt ở sơ chưa chẳng á quạt che tả tha viêm đại miên chẳng ấy chẳng là một quạt nó rộp nam rộp ấy hái á quạt các bạn đa ta ơn mưa cả lại plop ối nâng về để quạt mưa từ cả lại plop ối nâng từ hàng khối quạt cọt ban khơi ấy từ như thế sập hiệp thô mà đa nó thế lỗ đo sai làng on sợi ta nắng quạt các bạn do rương này quạt ban chuột ở nước hàng khối tiền nắng vô tên giấy phèp ở bong xây là bọc quạt nắng mà đòn tiền đại quạt tha quạt chuột luôn nắng cứ quạt tha xả hai chiên lượng môn tiền bây nắng bong xây là bọc on ta nắng quạt tha cứ quát đại ban khơiឬក៏đại banលឺសំឡេងអីហ្នឹងចេញពីកន្លែងដើមឈើនៅកន្លែងខាងក្រោយផ្ទះរបស់បងអូនស្រីលីតាហ្នឹងដែរបន្ទាប់មកទៀតនៅពេលដែលម៉ាក់របស់បងអូនលីតាហ្នឹងពេលដែលម៉ាក់របស់គាត់ហ្នឹងប្រើគាត់ទៅខាងក្រោយផ្ទះហ្នឹងគាត់ថាគឺគាត់លេងទៅហើយព្រោះដោយសារតែគាត់ជួបរឿងហ្នឹងវាច្រើនដងច្រើនសារពេកគឺគាត់ខ្លាចខ្លាំងមែនទែនហើយពេលហ្នឹងម៉ាក់របស់បងអូនស្រីលីតាគឺគាត់ក៏អត់ជឿទៅលើរឿងអញ្ចឹងដែរព្រោះដោយសារតែវាកើតឡើងនៅពេលថ្មីហ្នឹងហើយគាត់ថាគាត់នៅនឹងតាំងពីយូរយារហើយគាត់ថាដូចជាមិនដែលដឹងមិនដែលឮថាមានខ្មោចមានព្រាយអីមកនៅកន្លែងខាងដើមឈើខាងក្រោយផ្ទះរបស់គាត់ដែរនិយាយទៅគឺគាត់អត់ជឿនោះទេប៉ុន្តែបងអូនស្រីលីតាគាត់បាននិយាយថាគឺគាត់នឹងតែងតែឧស្សាហ៍ជួបខ្មោចប្រុសខ្មោចស្រីពីរនាក់ហ្នឹងខ្លាំងមែនទែនអញ្ចឹងរឿងរ៉ាវដែលគាត់បានជួបប្រទេសហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេតើបងប្អូនទាំងអស់គ្នានឹងយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់គាត់ហើយបើសិនបើជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់អីបងប្អូនអាច comment នៅក្នុងវីដេអូនេះបានហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់យើងតាំងពីដើមរហូតមកដល់ទីបញ្ចប់ហើយបើសិនបើអេមីននិយាយទៅប្រើពាក្យសម្ដីមិនសមរម្យឬក៏និយាយខុសត្រង់ចំណុចណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នានឹងខន្តីអភ័យទោសមកដល់អេមីនផងហើយបើសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនឹងការនិយាយរឿងរបស់អេមីនកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងឬក៏បងប្អូនអាចចូល comment វីដេអូនឹងបានឬក៏ចែករំលែកទៅឲ្យបងប្អូនទាំងអស់គ្នាដែលអ្នកស្ដាប់នៅខាងក្រោយដែលមិនទាន់បានស្ដាប់ហ្នឹងឲ្យគាត់បានស្ដាប់នៅសាច់រឿងរបស់យើងទាំងអស់គ្នាហើយជាចុងក្រោយអេមីនមានតែពាក្យថាអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អហើយរឿងរ៉ាវរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងនោះទេអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់បាយបាយ